យប់មិញម៉ោងជាង10យប់ហើយបងប្អូនស្រាប់តែកូនប្រុសបើរបស់ខ្ញុំគាត់មកសឹកប្រាប់ថាម៉ាក់អើយស្អែកសុំសាច់គោអាំងយកទៅសាលាបានដែរអត់ខ្ញុំនេះគ្រាន់តែឮសូរប៉ុណ្ណឹងកំពុងតែពិបាករនឹកមុខមហូបផងបងប្អូនហើយប្រាប់ថាបានតើកូនសាច់គោមានស្រាប់ក៏ចាប់ផ្ដើមប្រឡាក់ឲ្យកូនហើយថ្ងៃនេះក៏ចង់បង្ហាញបងប្អូនផងដែរពីរបៀបប្រឡាក់សាច់គោបែបណាឲ្យឆ្ងាញ់ហើយស្រួលនៅក្នុងការវេចខ្ចប់ឲ្យកូនទៅសាលាណាវេចខ្ចប់ទុកដល់ថ្ងៃអត់មានសើមទឹកទេបងប្អូនហើយរសជាតិគឺនៅតែឆ្ងាញ់ល្អហាន់បែបបដ ដោយសាច់ចឹងមកបងប្អូននៅពេលដែលយើងប្រឡាក់អត់សូវស្វិតទេបងប្អូនអញ្ចឹងហើយឥឡូវហ្នឹងយើងចាប់ផ្ដើមដាក់គ្រឿងមកហើយគ្រឿងផ្សំយើងអត់មានអីច្រើនទេបងប្អូនខ្ញុំរោយអំបិលបន្តិចមកហើយម្សៅស៊ុបប៊ីចេងស្ករសទឹកស៊ីអ៊ីវហើយប្រេងខ្យងបងប្អូនបន្ថែមជាមួយម្ទេសបន្តិចផងហើយចំពោះរំដេងខ្ញុំអត់សូវដាក់ច្រើនទេខ្ញុំច្បាច់យកទឹកខ្លះខ្ញុំដាក់កាកបន្តិចតែទៅហើយអីដែលពិសេសដែលខ្វះអត់បានណាបងប្អូនបន្ថែមរសជាតិសាច់គោរបស់យើងឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ហើយទន់ល្អនោះបងប្អូនគឺទឹកដោះគោអ៊ីនដូមីលមានរសជាតិឆ្ងាញ់ហើយសម្បូរទៅដោយប្រូតេអ៊ីនវីតាមីនកាល់ស្យូមនិងសារធាតុចិញ្ចឹមសំខាន់ហើយអ្វីដែលពិសេសនោះបងប្អូនគឺមានគម្របការពារដល់ទៅ2ទ្វេដងដែលជួយរក្សាសារធាតុបំពន់បានល្អជួយផ្ដល់ថាមពលដល់រាងកាយជំនួយសុខភាពឲ្យមាំមួនហើយផ្ទះខ្ញុំវិញបងប្អូនអត់ដែលដាច់ទេគឺមាននៅក្នុងទូជាប់ជានិច្ចនៅពេលដែលយើងដាក់គ្រឿងផ្សំរួចរាល់ហើយបងប្អូនយើងច្បល់រហូតដល់គ្រឿងផ្សំទាំងអស់ទាំងទឹកដោះគោទាំងគ្រឿងទេសផ្សេងហ្នឹងបងប្អូនចូលគ្នាអស់បានល្អអញ្ចឹងអត់មានសល់ទឹកទេបងប្អូនយើងច្បល់ដល់បែបហ្នឹងមកទៅរសជាតិទាំងអស់ហ្នឹងចូលដល់សពសាច់ខាងក្នុងបងប្អូនរួចហើយខ្ញុំទុកសិនឥឡូវនេះដល់ពេលចាប់ផ្ដើមយកមកដាក់ដុតឲ្យបងប្អូនហើយងាយស្រួលមែនទែនបងប្អូនយើងមិនចាំបាច់ទៅបកាត់ខ្ជុំកាត់អីទេឥឡូវនេះគ្រប់ផ្ទះគឺមានហើយបងប្អូនយើងដុតនៅក្នុងម៉ាស៊ីនអញ្ចឹងមកហើយរួចហើយទៀតពេលដែលរងចាំយើងមកញ៉ាំទឹកដោះគោអ៊ីនដូមីលមួយកែវមកពេលព្រឹកផងស្រស់ស្រាយបងប្អូនហើយដាក់ទឹកដោះគោស្រស់មួយកែវបែបហ្នឹងមកក៏លេចទៅមើលសាច់យើងក៏ថាឆ្អិនល្មមដែរបងប្អូនយើងដុតក្រហមល្អប៉ុណ្ណឹងហើយបងប្អូនខ្ញុំដំតិចទៅដោយសារអីសាច់គោយើងជារាងស្ដាងល្មមដែរអញ្ចឹងហើយនៅពេលដែលយើងដុតហ្នឹងឃើញថារាងក្រៀមល្អប៉ុណ្ណឹងហើយខ្ញុំដំតិចដំស្រាប់តែមានដៃកូនក្មេងលូកមកពីមុខគេប្រាប់ថាគេចង់ញ៉ាំទឹកដោះគោនេះហើយខ្ញុំគាត់ទៅបើកនៅក្នុងទូយកអ៊ីនដូមីលគីតឲ្យគេញ៉ាំហើយគេថាឆ្ងាញ់ណាស់ម៉ាក់អើយអញ្ចឹងខ្ញុំក៏ថាចេះបើឆ្ងាញ់អញ្ចឹងថើបម៉ាក់មួយមកហើយបងប្អូនឃើញធំអញ្ចឹងហើយណាឲ្យតែចង់បានអីដោះដូរឥឡូវនេះខ្ញុំចាប់ផ្ដើមរៀបចំឲ្យកូននេះបងប្អូននៅពេលដែលយើងមានសាច់គោអាំងហើយខ្ញុំនឹកឃើញថាខ្លាចកូនទៅសាលាទៅញ៉ាំសាច់គោអាំងតែមួយមុខទៅដូចជាខ្វះអីដល់ពេលអញ្ចឹងក្នុងទូមានជ្រក់ទៅសក់សល់ណាបងប្អូនអញ្ចឹងឲ្យដាក់អែបក្បែរនឹងឲ្យបន្តិចទៅឥឡូវនេះរួចរាល់ហើយបងប្អូនហើយក៏ចាប់ផ្ដើមហៅគេកូនហើយបាយកូនឯងមកយកមកគេក៏ចាំមើលតបាយយើងហើយនឹងដែរមុនទៅចាប់ឲ្យញ៉ាំទឹកដោះគោមួយកែវសិនបើមិនចឹងទេទៅឲ្យបានញ៉ាំទេបងប្អូនព្រឹកឡើងត្រូវញ៉ាំទឹកដោះគោមួយកែវចឹងហើយចាំឲ្យទៅសាលារៀនគឺថាល្អណាស់បងប្អូនហើយជាពិសេសដោះគោអ៊ីនដូមីលនេះគឺថាជួយដល់ឆ្អឹងហើយធ្វើឲ្យការលូតលាស់របស់គាត់បានល្អអាចញ៉ាំបានគ្រប់វ័យបងប្អូនហើយងាយស្រួលមែនទែនបងប្អូនអាចរកទិញបាននៅតាមបណ្ដាម៉ាតនានា